កំហុសមួយបង្កសន្និកម្មស្មានតែជាសំណង់យោធាអ៊ីរ៉ង់ទ័ពអាមេរិកបាញ់មីស៊ីលច្រឡំកំទេចចំសាលាបឋមសិក្សាស្លាប់175នាក់កាលពីពេលថ្មីៗនេះប្រធានាធិបតីអាមេរិកលោក Donald Trump អះអាងថាកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ជាអ្នកបាញ់កំទេចសាលាបឋមសិក្សាមួយកន្លែងនៅប្រទេសអ៊ីរ៉ង់ដោយប្រើកម្មជ្រួចមីស៊ីលប៉ុន្តែពេលនេះការពិតត្រូវបានលាតត្រដាងហើយសារព័ត៌មានអាមេរិកដ៏ល្បី The New York Times បានចុះផ្សាយកាលពីថ្ងៃទី11ខែមីនាឆ្នាំ2026ថាការស៊ើបអង្កេតបឋមដោយយោធាអាមេរិកបានរកឃើញគួរឲ្យភ្ញាក់ផ្អើលថាសហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីល Tomahawk កំទេចសាលាបឋមសិក្សាសាជរាតាយេបេនៅទីក្រុងមីណាប្រទេសរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ដែលជាថ្ងៃដំបូងនៃប្រតិបត្តិការយុទ្ធពិសេស Operation Epic Fury របស់សហរដ្ឋអាមេរិករួមដៃជាមួយប្រទេសអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ផ្តាច់ជីវិតយ៉ាងហោចណាស់175នាក់ដែលភាគច្រើនជាកុមារការស៊ើបអង្កេតបានរកឃើញថាកងទ័ពអាមេរិកគ្មានចេតនាបាញ់កំទេចអគារសាលារៀនខាងលើនេះទេប៉ុន្តែដោយសារតែការកំណត់គោលដៅមូលដ្ឋានទ័ពអ៊ីរ៉ង់មួយនៅក្បែរនោះដែលប្រើប្រាស់ទិន្នន័យស៊ើបការចាស់ដែលនាំឲ្យមានការកំណត់អត្តសញ្ញាណអគារសាលាបឋមសិក្សាសាជរាតាយេបេថាជារចនាសម្ព័ន្ធនៃទីតាំងយោធាក្រមមន្ត្រីស៊ើបអង្កេតអាមេរិកបាននិយាយថាបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិកសិនខំបានកំណត់គោលដៅការវាយប្រហារដោយប្រើប្រាស់កូអូឌីនេពីទិន្នន័យចាស់ដែលផ្ដល់ដោយទីភ្នាក់ងារស៊ើបការសម្ងាត់ការពារជាតិអាមេរិកដោយមិនបានផ្ទៀងផ្ទាត់ឲ្យបានលម្អិតដោយសារតែកំហុសតូចមួយបង្កសន្និកម្មផ្ដាច់ជីវិតមនុស្ស175នាក់ដែលភាគច្រើនជាកុមារការស៊ើបអង្កេតបឋមបានរកឃើញថាកាលពីមុនសាលាបឋមសិក្សាសាជរាតាយេបេខាងលើនេះធ្លាប់ជាផ្នែកមួយនៃមូលដ្ឋានយោធាអ៊ីរ៉ង់ប៉ុន្តែត្រូវបានប្តូរទៅជាសាលារៀនកាលពីប៉ុន្មានឆ្នាំមុនដោយសារការកំណត់គោលដៅការវាយប្រហារដោយប្រើទិន្នន័យចាស់ទៅបានជានាំឲ្យមានសោកនាដកម្មបែបនេះក្រុមអ្នកជំនាញបានធ្វើការសន្និដ្ឋានថាការវាយប្រហាររបស់សហរដ្ឋអាមេរិកចំសាលាបឋមសិក្សានេះអាចជាកំហុសធ្ងន់ធ្ងររបស់មនុស្សអំឡុងពេលកំណត់គោលដៅការវាយប្រហារជាកំហុសឆ្គងដែលបណ្ដាលមកពីបញ្ញាសិប្បនិម្មិត AI ឬបច្ចេកវិទ្យាថ្មីសូមបញ្ជាក់ថានេះគ្រាន់តែជាការស៊ើបការបឋមប៉ុណ្ណោះគណៈការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀតកំពុងបន្តខ្ញុំមូនីវ៉ាន់ពី RT News